រឿងទីបំផុតនីតិខេរដូវបានមកដល់ភាគ1នៅថ្ងៃមួយផ្កាឈើរីធ្លាក់ចុះមកច្រើនដូចជាភ្លៀងព្រិលចាប់ផ្ដើមស្នេហាដែលមិនរំពឹងទុកថានឹងទទួលបាននេះជាប្រភេទផេរ៉ូម៉ូនអ្វីដែលមានក្លិននេះធ្វើឲ្យអារម្មណ៍របស់ខ្ញុំរំភើបខ្ញុំមានអាយុ20ឆ្នាំហើយនេះជារដូវផ្ការីកចឹងទៅនេះអ្នកគ្នាអានខ្លួនឯងទៅណាព្រោះ admin ឡាយទៅដាក់ចំណីអាហារកូនមុនសិនអ្នកគ្នាអានខ្លួនឯងទៅនេះមកជួទៅនេះអ្នកគ្នាអានខ្លួនឯងសិនទៅមកអបសុខហើយវាក៏ជាលើកទី1របស់ admin ធ្វើរឿងនឹងដែរបើសិនជាមានឮសំឡេងឬកំហុសខុសឆ្គងអីឲ្យ admin សុំទោសផងព្រោះ admin ធ្វើរឿងនេះទៅនឹងលើកទី1របស់ admin ទេព្រោះមិនយើងនេះណាអ្នកគ្នាយើងធ្វើដល់ក្តីស្រឡាញ់ហើយនឹងចូលចិត្តតែប៉ុណ្ណោះឯងអ្នកគ្នាអត់និយាយទៅគឺមិនធ្វើនឹងធ្វើឲ្យចោលទេណាអ្នកគ្នាអាចនឹងធ្វើរហូតដល់ភាគទី18 19អីចាំមើលគេតម្លាក់មកទៀតសិនបើអត់សិនជាគេអត់តម្លាក់មកទេអានឹងរកលើរឿងផ្សេងធ្វើឲ្យអ្នកគ្នាសិស្សច្បងវូយុនក្រោយគាត់រៀនចប់ខ្ញុំនឹងមិនបានជួបគាត់ទៀតទេគួរតែជួបគាត់ជាលើកចុងក្រោយខ្ញុំនឹងរក្សាអារម្មណ៍របស់ខ្ញុំឲ្យស្ងប់ស្ងាត់បំផុតអីគេនេះជាយុនសេវុនខ្លាំងក្លាយឬជាការពិតនេះអេអ្នកណានាំឯងមកទីនេះតើពួកគេជូនឯងមករបៀបម៉េចទៅតើឯងមកតែម្នាក់ឯងទេមែនទេមិនដូចជាមាននរណាមកជាមួយគេផងប្រសិនបើគេអាចបង្ហាញខ្លួនហេតុអ្វីគេតែងតែនៅខាងក្រៅមុនគេចេះគួរសមឆាប់ឡើងអង្គុយកន្លែងនេះមកហានេះជាលើកទី1របស់ខ្ញុំមកកន្លែងបែបនេះដោយការគិតខ្ញុំត្រូវបានចាប់អារម្មណ៍ខ្លាំងពីអ្នកគ្រប់គ្នារអៀសខ្លួនបន្តិចផ្ដើមមួយកែវសម្រាប់យុនសេវុនគឺសម្រាប់ការស្វាគមន៍អេវ៉ាផ្កាយខ្ញុំបាននិយាយថាវាជាលើកចុងក្រោយគ្រប់យ៉ាងកើតឡើងដោយសារខ្ញុំចង់ជួបមុខរបស់គាត់អារម្មណ៍របស់ខ្ញុំបានធូរស្រាលបន្តិចបន្ទាប់ពីស្រូបយកខ្យល់អាកាសត្រជាក់តោះចូលទៅខាងក្នុងវិញបន្តិចសិនហាអ្នកណាគេនៅជិតខ្ញុំនឹងនេះកាំងវូយុនអូសួស្តីសិស្សច្បងក្លិនក្រអូបពេលនោះអ្វីដែលខ្ញុំទទួលបាននៅថ្ងៃនោះអូមេហ្គាបាទសិស្សច្បងហេតុអ្វីបើជាអូមេហ្គាឯងតើចង់ដេកជាមួយខ្ញុំមែនទេបាទឯងមានអារម្មណ៍ចំពោះខ្ញុំឬខ្ញុំឆ្ងល់ថាតើឯងលួចសម្លឹងមើលខ្ញុំពីក្រោយបែកការអស់ហើយខ្ញុំបានបង្ហាញច្បាស់ពេកដឹងប្រសិនបើឯងមិនចង់នោះក៏មិនអីទេខ្ញុំមិនបង្ខំឯងទេខ្ញុំមិនអាចឲ្យគាត់ទៅទាំងអញ្ចឹងឡើយប្រហែលលែងបានជួបមុខគាត់ទៀតហើយយល់ព្រមសូមចាំបន្តិចសិនទៅតាមខ្ញុំវាជាការពិតមែនខ្ញុំគួរធ្វើអីមុននេះខ្ញុំឆ្ងល់យូរហើយទើបខ្ញុំសួរតើលើកដំបូងរបស់ឯងមែនអាចត្រូវហើយជាលើកដំបូងសម្រាប់ខ្ញុំហាឯងជាអូមេហ្គាមែនទែនវាហាក់បីដូចជាឯងមិនបានលាក់ក្លិនក្រអូបដោយខ្លួនឯងទេតើក្លិនមិនទទួលបានពីធម្មជាតិខ្ញុំដឹងថាវាជាលើកទី1ឈប់ធ្វើខ្លួនដូចមិនទាន់ពេញវ័យហើយចាប់ផ្ដើមបញ្ចេញផេរ៉ូម៉ូនរបស់ឯងមកក្លិនខ្សោយពេកផេរ៉ូម៉ូនប្រហែលជាអ្នកទាំងអស់គ្នាស្គាល់ថាជាអីគេណោះព្រោះដឹងច្បាស់ហើយអ្នកគ្នាអ្នកដែលចូលចិត្តតាមដានអូមេហ្គាបេតាអាល់ហ្វាអីហ្នឹងដឹងអស់ហើយថាផេរ៉ូម៉ូនហ្នឹងជាអីគេអញ្ចឹងអ្នកគ្នាគួរដឹងហើយអញ្ចឹងមិនបាច់ខ្ញុំបញ្យល់ទេណោះតើលើតសាច់រឿងរបស់យើងទៅឆាប់លើកគូតរបស់ឯងឡើងបើចង់ដាក់ចូលត្រូវតែបន្ធូរអារម្មណ៍
បើមិនដូច្នោះទេវានឹងរហែកវាហាក់បីដូចជាពេលឯងចូលបន្ទប់ទឹកមុននេះមិនបានធ្វើឲ្យវារលុងទេខ្លាំងពេកហើយឈប់ទៅសូមមេត្តាឈប់ទៅសូមអង្វរតើបានប៉ុន្មាននាទីទើបមកស្នើឲ្យខ្ញុំឈប់មិនអាចទៀតទេមិនអាចបន្តបានទេចឹងរឿងរបស់យើងគឺចប់តែត្រឹមនេះហើយអ្នកនរគ្នាសូមគោរពលាក៏ដូចជា Goodbye អ្នកទាំងអស់គ្នាអើយអេមីនឈឺកពិបាកសម្រាយអ្នកនរគ្នាប៉ុន្តែអត់អីព្រោះក្តីស្រឡាញ់អេមីនអាចសម្រាយអ្នកនរគ្នាបានចឹងអ្នកនរគ្នាកុំភ្លេចទស្សនាភាគ2ណាបាយបាយ